ចេញមកមកអ្នកដែលឈឺចាប់ដោយសារលុយខ្លួនឯងឈួតដោយសារលុយខ្លួនឯងខ្ញុំជឿថាបងប្អូនអ្នកគ្នាអ្នកខ្លះអត់ទាន់ប្រឡែងបានទេចាប៉ុន្តែសម្រាប់ខ្ញុំវិញរយៈពេលចាប្រហែលឆ្នាំនេះគឺខ្ញុំប្រឡែងបានហើយបងប្អូនបើសិនអត់ចង់ឈួតទេបងប្អូនកំរកស៊ីឲ្យគេជឿចាបើសិនជាបងប្អូនអ្នកដែលគាត់កំពុងតែជួបរឿងហ្នឹងដែលខូចចិត្តឈឺចាប់ដោយសារលុយខ្លួនឯងបងប្អូនប្រឡែងទៅបងប្អូនត្រូវគិតថាជាបាបកម្មរបស់គេទេគេធ្វើអីធ្វើទៅតែសួរថាបើគេបាបកម្មគេបានលុយគេល្អជាងខ្ញុំចាបងប្អូនបើសិនយើងអត់គិតថាយើងបានផ្លូវផ្សេងមកវិញណាចាលុយហ្នឹងវាមកដោយផ្លូវផ្សេងវិញយើងត្រូវបើកទទួលផ្លូវផ្សេងមកវិញមិនមែនបានពីម្នាក់ហ្នឹងទេប៉ុន្តែបានមកពីផ្លូវផ្សេងមកវិញជាអភិនិហាដែលមកផ្លូវផ្សេងវិញបើយើងបើកចិត្តទទួលបានយើងនឹងបានប៉ុន្តែបើយើងចាប់បិទហើយអត់ទទួលយើងឈឺចាប់ស្អិតទ្រង់នៅចាំតែលុយចាស់របស់យើងដែលនៅគេចាពាក់ហ្នឹងគឺលុយថ្មីអត់ចូលទេបងប្អូនជឿអត់ចាបើសិនតែបងប្អូនជឿបងប្អូនប្រឡែងបងប្អូនប្រឡែងការគិតចេញការគិតអវិជ្ជមានទាំងអស់បងប្អូនប្រឡែងចោលទៅកុំអោបកសោអញ្ចឹងអ្វីរឿងចាស់យើង clear ចោលអស់ទៅចាអ្នកណាចាពាក់លុយយើងអ្នកណាឌៀមតាមយើងអ្នកណាជេរយើងអ្នកណាធ្វើបាបយើងស្អីទៅហ្នឹងចាប្លែងគេទៅចាបើសិនតែយើងឃុំខ្លួនឯងនៅក្នុងរកតកាដែលឈឺចាប់យើងរកអ្វីដែលថ្មីល្អអត់ឃើញទេអញ្ចឹងរឿងអ្វីដែលមិនល្អប្លែងចោលទៅចាប្លែងក្នុងចិត្តបងប្អូនខ្លះក៏អត់យល់ថាប្លែងហ្នឹងមានន័យថាម៉េចពេលបងប្អូនចាឈឺចាប់ស្អិតទ្រូងមានអារម្មណ៍ថាសែតមានអារម្មណ៍ថាកើតទុកចាអាហ្នឹងយើងកំពុងខំជាប់តែបើយើងប្រឡែងបានហើយគឺមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាទូទ្រូងមានអារម្មណ៍ថារីករាយច្រើនសប្បាយចិត្តច្រើនហ្នឹងហៅថាការប្រឡែងចាហើយការប្រឡែងតែយើងអត់ខិតដល់យើងដឹងថាបានមកវិញផ្លូវណាក៏បានណាយើងធ្វើអ្វីដែលយើងធ្វើថ្មីចាដោយក្តីសុខចាធ្វើគោលដៅថ្មីរកស៊ីមុខរបរថ្មីដែលយើងកំពុងធ្វើឬមនុស្សថ្មីដែលយើងរកស៊ីជាមួយយើងចាដៅតែមនុស្សល្អចាគោលដៅរបស់យើងធ្វើតែរឿងតែត្រឹមត្រូវណាហ្នឹងហើយយើងនឹងបានផ្លូវផ្សេងមកវិញហើយយើងកុំចាំលុយចាស់ដែលគេចាពាក់យើងអញ្ចឹងបងប្អូនអ្នកគ្នាចាពាក្យថាប្រឡែងហ្នឹងគឺបើសិនជាបងប្អូនអនុវត្តខ្លួនឯងយូរបងប្អូននឹងយល់ហើយចាបើសិនជាប្រឡែងអត់ទាន់បានទេត្រូវតែរកចាវិធីឲ្យខ្លួនឯងប្រឡែងឲ្យបានមនុស្សដែលរស់នៅក្នុងការកង្វល់ច្រើនរស់នៅក្នុងវិបត្តិច្រើនណាពិបាករស់ណាចាស្មើនឹងស្លាប់ស្មើនឹងជាប់គុកក្នុងចិត្តហ្នឹងហើយវាមិនមែនជាប់គុកក្នុងត្រង់ទេជាប់គុកអត់ត្រង់គេហៅថាគុកអត់បញ្ចាំងណាបងប្អូនចាអញ្ចឹងដោះលែងខ្លួនឯងចាប្រឡែងរាល់ទុកសោកទាំងអស់មិនថាជួបរឿងអីរឿងគ្រួសារក្តីរឿងបែបម្ដាយពុកក្តីមិត្តភក្តិក្តីឬទៅកន្លែងធ្វើការតកែក្តីចាមេក្តីចាឬអ្នកដែលយើងស្គាល់ក្តីមិត្តភក្តិអវិជ្ជមានក្តីពេលខ្លះមិត្តភក្តិបោកអីចឹងណាហ្នឹងមិត្តភក្តិបោកចឹងទៅចាក៏ clear ចោលទៅមិនបាច់ខ្វល់ណាគេបោកនឹងបាបចឹងណាចាអញ្ចឹងបើសិនជាមានការដែលប្រឡែងគឺការល្អបំផុតយើងត្រូវរកអ្វីដែលថ្មីសម្រាប់យើងឲ្យខ្លួនឯងចាមានក្តីសុខរីកចម្រើនចា